សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដើម្បីបង្ហាញអំពីការគោះ reflex មួយទៀតដែលហៅឈ្មោះថា supinator reflex ហើយគេហៅម្យ៉ាងទៀតគេហៅថា brachio radialis reflex តោះយើងទៅមើលសកម្មភាពទាំងអស់គ្នាដើម្បីគោះ supinator reflex ឬក៏ brachio radialis reflex បានត្រឹមត្រូវគឺទីមួយគឺ position ហ្នឹងហើយអញ្ចឹង position ដូចទៅនឹង bicep reflex អញ្ចឹងposition ដែលខ្ញុំចូលចិត្តធ្វើបែបនេះឲ្យ elbow slightly flexion ដៃគាត់ raise លើដៃរបស់ខ្ញុំហើយ slightly pronated បាទរបៀបអញ្ចឹងណាបន្ទាប់មកយើងត្រូវហៅ brachio radialis tendon អញ្ចឹងជាធម្មតា brachio radialis tendon គឺវានៅពីលើ styloid process របស់ radius ណានេះគឺជា styloid process របស់ radius អញ្ចឹងពីលើវា2ទៅ5 cm អញ្ចឹងម្ដុំនេះណាចង់ដឹងយើងធ្វើ resist ទៅលើ elbow flexion អញ្ចឹងឲ្យគាត់ elbow flexion ទៅខ្ញុំ resist អូខេអញ្ចឹងកន្លែងហ្នឹងគឺជា brachio radialis tendon បន្ទាប់មកខ្ញុំគោះអូខេបាទតោះយើងទៅមើលសកម្មភាពពិតជាក់ស្ដែងនៃ sculpture line បងមើល radius styloid process ណា radius styloid process ខ្ញុំអត់ធ្លាក់អស់ហ្នឹងហើយអានេះ radius styloid process នៅពីលើវាគឺ2ទៅ3 cm ឯងជិះលើវាទៅហើយគួរណាលុបមក